กองทัพអាមេរិកបានយកកាំភ្លើងគ្រាប់មីស៊ីលសូវៀតមួយទៅប្រើនិងបាញ់ទៅលើយានយន្តជាប់កាំងគ្រាប់មីស៊ីលបានបុកទៅលើយានជាប់កាំងតែមិនបង្កឲ្យមានការខូចខាតច្រើនទេឧត្តមសេនីយ៍អាមេរិកបានឈរឡើងភ្លាមហើយក៏បានអបអរសាទរថារថក្រោះពីរថ្មីរបស់អាមេរិកបានឆ្លងកាត់ការសាកល្បងសន្តានតែគ្មាននរណាម្នាក់ក៏ចូលទៅពិនិត្យយាននោះឡើយមេបញ្ជាការឧត្តមសេនីយ៍ Burton មានអារម្មណ៍ចម្លែកគាត់កំពុងតែធ្វើចិត្តឡើងដើម្បីទៅពិនិត្យរថក្រោះតែត្រូវបានសេនីយ៍ជាន់ខ្ពស់បញ្ឈប់ទាន់ពេលគ្រាប់មីស៊ីលនិងរថក្រោះមិនទាន់ត្រូវបានដោះស្រាយទេសុវត្ថិភាពមុនគេរងចាំ3ម៉ោង Burton ចាក់ចេញបន្ទាប់មកសិលពុកតអាមេរិកម្នាក់ចាប់ផ្ដើមធ្វើចលនាប៉ុន្តែត្រូវបាន Burton សង្កេតឃើញថាគ្រាប់បាញ់លើរថយន្តមានអ្វីមិនប្រក្រតីគាត់បានទៅពិនិត្យឃ្លាំងហើយរកឃើញថាកាំភ្លើងស៊ូសែសម្រាប់សាកល្បងមានប្រភពមកពីរូម៉ានី Burton បានចោទប្រកាន់អាជ្ញាធរការសាកល្បងថាបានបោកប្រាស់ប៉ុន្តែអាជ្ញាធរនោះមិនមានការភ័យខ្លាចឡើយពួកគេនិយាយថារូម៉ានីគឺជាប្រទេសតូចមួយក្នុងសហភាពសូវៀតដូច្នេះគ្រាប់មីស៊ីលរូម៉ានីមិនខុសពីសូវៀតនោះទេតែ Burton គ្រាន់តែចាប់អារម្មណ៍លើលទ្ធផលគាត់បញ្ជាឲ្យយកទ្វារដែកមួយមកដាក់នៅមុខឃ្លាំងហើយថយក្រោយទៅចម្ងាយដែលបន្ទាប់មកបញ្ជាឲ្យសាកល្បងបាញ់លើទ្វារលទ្ធផលគឺគ្រាប់មីស៊ីលមិនតែប៉ុណ្ណោះមិនប៉ះទ្វារនោះទេហើយវាក៏មិនផ្ទុះផងដែរទ្វារត្រឹមតែបែកចំខណៈដែលអាចដំឡើងម្ដងទៀតបានជាអ្នកត្រួតពិនិត្យឲ្យផលិតកម្មរថក្រោះពីរ Burton បានស្នើឲ្យសាកល្បងជាថ្មីជាមួយគ្រាប់មីស៊ីលសូវៀតប៉ុន្តែអាជ្ញាធរសាកល្បងនិយាយថាគ្មានភាពខុសគ្នាអ្វីឡើយមិនថាសាកល្បងយ៉ាងណាក៏មិនអាចបញ្ឈប់រថក្រោះបានទេ Burton ស្នើឲ្យនិយាយជាភាសាអង់គ្លេសអាជ្ញាធរនោះនិយាយថា Burton ចាស់ជានឹងយល់តែ Burton មិនជឿនោះទេគាត់ចង់បានទិន្នន័យពិតរបស់រថក្រោះពីគាត់យកសន្លឹកលោហៈคล้ายៗជាច្រើនមកដាក់ក្នុងរថក្រោះពីបន្ទាប់មកសាកល្បងបាញ់ជាថ្មី Burton គិតថាលើកនេះគ្មានបញ្ហាប៉ុន្តែគាត់បានមិនគិតថាកងទ័ពអាមេរិកនឹងបោកប្រាស់ពួកគេបានដកសន្លឹកคล้ายៗចេញពេលបាញ់គ្រាប់មីស៊ីលបានបុករថក្រោះភ្លាមស៊ូស៊ីវៀតបានយកសម្លៀកបំពាក់คล้ายៗចេញបង្ហាញថាអ្នកនៅក្នុងមិនរងរបួសទេប៉ុន្តែ Burton បានពិនិត្យសម្លៀកបំពាក់ហើយរកឃើញថាមនុស្សពិតដែលបានរងរបួសត្រូវបានដឹកចេញទៅរួចហើយ Burton សង្កេតឃើញអ្វីមិនប្រក្រតីគាត់រកឃើញថាមនុស្សនៅពីក្រោយគាត់មានតិចគាត់បានដឹងភ្លាមថារថក្រោះពីរមិនមានគុណភាពល្អគាត់បានពិភាក្សាជាមួយអ្នករចនា Smith ក៏មានការលំបាកដូចគ្នាគាត់និយាយថាបញ្ហាគុណភាពគឺបណ្ដាលមកពីការបញ្ជារបស់ស៊ូស៊ីវៀតក្នុងពេលដូចគ្នាគាត់បានរំលឹក Burton ថាកាបូបរំតម្លៃ$90,000មួយកែវថ្លៃ$15,000 Burton បានយកវាកើបទៅឲ្យ General Potter ប៉ុន្តែ Potter បានលើកក្រដាស5សន្លឹកហើយស្នើឲ្យ Burton បញ្ឈប់នៅទីនេះទិន្នន័យសាកល្បងបានដាក់ស្នើរួចទៅហើយមិនអាចបញ្ឈប់ការផលិតពីរបានទេដើម្បីបញ្ឈប់ការផលិតពីរ Burton បានសម្រេចទិញពីប៉ុន្មានគ្រឿងសម្រាប់ខ្លួនឯងផ្នែកហិរញ្ញវត្ថុបានរីករាយណាស់នឹងដំណឹងនេះហើយបានសងប្រាក់រហូតដល់$6 លានពួកគេបានជួយអញ្ជើញអ្នកផ្គត់ផ្គង់ឲ្យ Burton ផងដែរក្នុងការសាកល្បងលើកទី3 Burton ត្រូវបង្ខំឲ្យបើករថក្រោះពីរទាំងអស់ចូលក្នុងរថយន្តជាប់កាំងបន្ទាប់មកគាត់បានយកកាំភ្លើងគ្រាប់មីស៊ីលសូវៀតមកបាញ់ពីរត្រូវបានបំផ្ទុះស៊ូស៊ីវៀតបានបើកគុំរបរក្រោះហើយឃើញឧស្ម័នពុលបណ្ដាលពីការផ្ទុះ Burton បានរត់ទៅពិនិត្យហើយធ្វើសភើបន្ទាន់បន្ទាប់មកដឹកយុទ្ធជនទៅមន្ទីរពេទ្យយុទ្ធជនផ្សេងទៀតបានអនុវត្តដល់ការសម្អាតកន្លែងសាកល្បងពេល Burton បើកឡានត្រឡប់ទៅមីអានយ៉ាងម៉ៃនាងគាត់បានឃើញថារថយន្តដឹករថក្រោះមិនទាន់ចាក់ចេញគាត់បានបើកជីបដើម្បីដេញតាមប៉ុន្តែមានជីបមួយបានឈប់ភ្លាមដើម្បីរារាំង Burton យល់ថាអ្វីកំពុងកើតឡើងគាត់បានទៅជួប General Potter ហើយបង្ហាញការក្លែងបន្លំរបស់កងទ័ព Potter មិនអាចទប់សេះនិយាយថា Burton មិនស្គាល់នយោបាយទ័ពនោះទេតែ Burton មិនអើពើនោះឡើយគាត់ចង់បញ្ចេញការក្លែងបន្លំរបស់ទ័ពទោះបីជា Burton មិនទាន់ប្រមូលភស្តុតាងរួចគាត់ក៏បានទទួលការផ្ទេរឥឡូវមានតែវិធីតែមួយទេ Burton បានស្វែងរក Smith វិញគាត់សង្ឃឹមថាសម្រាប់ជីវិតយុទ្ធជនអាមេរិកភាគច្រើនគាត់នឹងជួយបង្ហាញការក្លែងបន្លំនិងបញ្ឈប់ការផលិតពីរ Smith យល់ការពិតប៉ុន្តែគាត់មិនចង់ពាក់ព័ន្ធទេខណៈដែល Burton កំពុងចាក់ចេញ Smith បាននិយាយឈ្មោះអ្នកកាសែតម្នាក់ការសាកល្បងបន្ទាន់នេះបានផ្សាយលើសារព័ត៌មានប្រធានាធិបតីសហរដ្ឋអាមេរិកមិនពេញចិត្តនឹងសារព័ត៌មាននោះឡើយគាត់បានបញ្ជាឲ្យបញ្ឈប់ការសាកល្បងភ្លាមតែពេលនោះបានយឺតហើយ Potter បានស្នើឲ្យ Burton សរសេររបាយការណ៍ប៉ុន្តែបើរបាយការណ៍នោះមានការបង្ហាញព័ត៌មានសម្ងាត់ Burton អាចត្រូវយកទៅសាលាធម្មនុញ្ញយោធាតែសម្រាប់ Burton វាមិនមានអ្វីពិបាកនោះទេគាត់បានសរសេររបាយការណ៍ពេញមួយយប់គាត់បានរៀបរាប់ព្រឹត្តិការណ៍ទាំងអស់បើទោះបីបញ្ចូលសង្ស័យអំពីការលួចប្រាក់ផងដែរ Potter បានអានរបាយការណ៍នៅក្នុងបង្គន់ហើយបានបោះវាទៅឲ្យអនុប្រធានធ្វើបច្ចុប្បន្នភាពបន្ទាប់ពី2ថ្ងៃកន្លះ
អនុប្រធានបានលុបអ្វីដែលមិនអាចនិយាយផលឬកប់ចិត្តនឹងលទ្ធផលតែ Burton បានចម្លងរបាយការណ៍ចំនួន20សន្លឹកហើយផ្ញើទៅឲ្យមន្ត្រីទាំងអស់រឿងនេះបានទៅដល់តុលាការកំពូលការស្ដាប់ពិភាក្សាតុលាការត្រូវបានប្រារព្ធឡើងពេលដែលបានដឹងថាពីបានប្រើ